ខ្ញុំបាទសវណ្ណធីសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីមេត្រីបាទសម្រាប់នេតិស្វែងយល់ពីភាសាបាលីខ្មែរបានវិលមកជួបប្រិយមិត្តស្រាជាថ្មីទៀតហើយបាទក្នុងនោះវាគ្មិនរបស់យើងគឺលោកចៅគាំងជម្រាបសួរលោកចៅគាំងបាទជំរាបសួរបងសវណ្ណធីបាទលោកចៅគាំងឥឡូវនេះមកដល់សប្តាហ៍ដែលលោកចៅគាំងនឹងត្រូវបកស្រាយបន្តពីសប្តាហ៍មុនគឺពាក្យឧបេក្ខាថាតើឧបេក្ខានៅក្នុងនៃភាសាបាលីខ្មែរមានន័យយ៉ាងដូចម្តេចដែរបាទអរគុណណាស់ថ្ងៃនេះគឺជាសប្តាហ៍ទី46ហើយបងប្អូនខ្មែរទាំងអស់គ្នាក៏ដូចជាអ្នកដែលចង់រៀនភាសាបាលីជាមួយយើងខ្ញុំថ្ងៃនេះយើងសិក្សាអំពីពាក្យឧបេក្ខាពាក្យឧបេក្ខានេះគឺជាពាក្យមួយដែលខ្មែរយើងរមែងតែនិយាយថាតាំងចិត្តដើរផ្លូវកណ្ដាលនោះប៉ុន្តែពាក្យនេះបើសិនជាយើងបកប្រែឲ្យទីជម្រៅទៅយើងឃើញថាឧបេក្ខាស្មើនឹងឧបេញតួបូកនឹងពេក្ខាពាក្យពេក្ខានេះភាសាបាលីអានថាពេក្ខាអញ្ចឹងពេក្ខាហ្នឹងយើងអាចជាភាសាសំស្ក្រឹតព្រោះថែមស្រអាពេក្ខាហ្នឹងដូចជាយើងមានប្រើជាច្រើនពាក្យហ្នឹងពេកភិបហើយដូចថាជាបុគ្គលដែលទៅឈរជំរាបឲ្យគេបោះឆ្នោតទៅប្រឡងទៅបកស្រាយអ្វីមួយដើម្បីមានគូដំណោះស្រាយជាច្រើនដើម្បីស្វែងរកថាតើអ្នកណាមួយជាបុគ្គលដែលអាចគេសម្រេចទទួលយកថាត្រឹមត្រូវជាងគេអញ្ចឹងគេហៅពេកភិបពេកខាឬក៏ពេកខានេះបើសិនជាយើងបកប្រើឲ្យមានជំរឿតទៅទៀតមកពីពាក្យថាការបែងចែកការបែងចែកយ៉ាងម៉េចបែងចែកពីឧទាហរណ៍ល្អពីអាក្រក់ចេញពីខ្មៅមិត្តចេញពីសត្រូវចេះចេញពីសង្ឃងអញ្ចឹងមានច្រើនណាស់រាប់មិនអស់ទេបងប្អូនជាពិសេសបានផ្ដោតភ្ជាប់ទៅក្នុងជំរឿនៃពាក្យរបស់ខ្មែរដែលយើងហៅថាគុណនាមភាសាបាលីខ្មែរព្រះកោនីគមនោពោធិសត្វព្រះអង្គក៏បានរក្សាទុកបាលីមួយឃ្លាដែលលោកតាបានបង្រៀនខ្ញុំផងដែរដូចជាពាក្យថាពេក្ខណៈឧបេក្ខានេះគឺស្មើនឹងពេក្ខណៈដែរមានន័យថាឧនឹងស្មើនឹងអ្នកលូកផ្លាស់ឧទៅជាអ្នកយើងយកអ្នកដាក់ខាងមុខយើងឃើញហើយភាសាបាលីគេច្រើនយកពាក្យអ្នកនេះទៅដាក់ខាងមុខអញ្ចឹងពាក្យអ្នកនោះគឺជំនួសដោយឧកាលណាគេសរសេរឧគេសរសេរខាងដើមពាក្យលុះដល់គេសរសេរអ្នកគេច្រើនសរសេរនៅខាងមុខពាក្យដូចតៈអ្នកណាតៈអ្នកហ្នឹងគឺយើងអាចស្មើនឹងឧតៈប្រែថាបរិសទាំងឡាយឬក៏ការធ្វើទានអញ្ចឹងភាសាបាលីមានលក្ខណៈអាចផ្លាស់ប្ដូរគោលដោយការប្រែពាក្យមួយចំនួនហើយអញ្ចឹងមានន័យថាខ្ញុំនឹងអានពាក្យបាលីមួយឃ្លានោះដើម្បីឲ្យបងប្អូនបានស្ដាប់ពេក្ខណៈចតុធម្មសាសបញ្ចវេថេធ្វាមេតាតាំងពេក្ខណៈអញ្ចឹងមានខាងចុងក៏មានពេក្ខណៈខាងដើមក៏មានពេក្ខណៈពាក្យហ្នឹងព្រះអង្គលោកចង់បញ្យល់ប្រាប់យើងថាការបែងចែកចតុធម្មសាសនោះឥឡូវចតុយើងយល់ហើយប្រែមកថា4ច្បាប់ចតុធម្មសាសហ្នឹងជាបច្ច័យបង្កើតឲ្យមេដាតាំងបំបែកបុគ្គលជាបរិសនោះអញ្ចឹងមានន័យថាស្ត្រីក្នុងលោកហ្នឹងបានធម៌4ប្រការដែលកើតចេញពីចតុធម្មសាសនោះអាចញ៉ាំងឲ្យឃើញបរិស4ពួកដែលបានសុំទោសមិនមែន4ពួកទេកន្លែងហ្នឹងចង់និយាយថា4វិស័យឬក៏4វិស័យរបស់បរិសនៅក្នុងខ្លួនបរិសហ្នឹងធ្វើឲ្យនាងនោះមានការពិចារណាដឹងថាបរិសនោះល្អឬបរិសនោះអាក្រក់នឹងហើយបងប្អូនពាក្យថាបែកខណៈ
ចឹងមានន័យថាបើសិនយើងនៅតែស្ងៀមយើងអត់នាំគ្នាធ្វើការពិចារណាដោយធម៌4ប្រការនៅក្នុងលោកនឹងបច្ច័យហ្នឹងហើយដែលធ្វើឲ្យយើងអត់បានដឹងថាអ្នកណាមាននិស្ស័យយ៉ាងម៉េចអ្នកណាមានចរិតយ៉ាងម៉េចបុគ្គលលក្ខណៈយ៉ាងម៉េចយើងអត់ដឹងទេបាទអញ្ចឹងតើយើងយកការបំបែករបស់ពេខណៈដែលយើងហៅថាឧបេខាហ្នឹងយកទៅពិចារណាបានដឹងថាបរោះនោះជាមិត្តឬជាសត្រូវបរោះនោះចេះឬក៏ល្ងងបរោះនោះល្អឬអាក្រក់បរោះនោះសឬខ្មៅបាទតែយើងអត់មានការពិចារណាយើងអត់ដឹងទេបាននឹងហើយពីឧបេខាមិនមែនប្រែថាផ្លូវកណ្ដាលដូចដែលយើងបាននាំគ្នាប្រែកន្លងមកនឹងប៉ុណ្ណឹងទេគឺមានអត្ថន័យជ្រៅតទៅទៀតបាទអញ្ចឹងស្ត្រីនៅក្នុងលោកដោយសារអំណាចនៃការរៀនសូត្រនៅសាលាអន្តពតបរិយក៏ដូចជានៅសាលាចារីទាំងឡាយនៅក្នុងលោកធ្វើឲ្យព្រះនាងរបស់ខ្មែរក្នុងចំនួនមហានគរនោះមានការយល់ដឹងអំពីទឹកចិត្តរបស់បរិយនៅក្នុងលោកនឹងផងដែរបាទនៅក្នុងលោកនេះបុគ្គលជាសត្រូវមានល្បិចកិច្ចកលនោះច្រើនណាស់បាទហើយបុគ្គលខ្លះហ្នឹងក៏ប្រែកាយធ្វើជាមនុស្សដែលដូចជាឧទាហរណ៍ដូចថាខ្មែរយើងអញ្ចឹងបុគ្គលជាសត្រូវរបស់ខ្មែរហ្នឹងក៏តែងคล้ายខ្លួនធ្វើជាខ្មែរបាទคล้ายខ្លួនកាន់សាសនាព្រះពុទ្ធរបស់ខ្មែរបាទប៉ុន្តែក្នុងចិត្តគេនោះបាទគេគឺជាសត្រូវអញ្ចឹងបានព្រះអង្គបានបែងចែក4ប្រការហ្នឹងឲ្យបានច្បាស់បានយើងយល់ថាអ្នកណាជាមិត្តអ្នកណាជាសត្រូវបាទអញ្ចឹងសត្រូវមានល្បិចកិច្ចកលច្រើនអញ្ចឹងព្រះអង្គលោកឲ្យយើងយកធម៌ឧបេក្ខាហ្នឹងទៅពិចារណាបាទគឺមានន័យអញ្ចឹងបាទដូចកន្លងមកអញ្ចឹងសត្រូវរបស់យើងវាបានចូលមកបន្លំខ្លួនធ្វើជាយើងធ្វើជាលោកសង្ឃរបស់យើងធ្វើជាគ្រូបាអាចារ្យរបស់យើងប៉ុន្តែដល់ចុងបញ្ចប់ទៅវាក៏សម្រាប់ខ្មែរយើងបាទដោយសមាណានិគមបារាំងអញ្ចឹងវាមកបរិយាយប្រាប់យើងថាណែឥឡូវអ្នកឯងអ្នកទទួលយកប្រកាសប៉ុណ្ណេះទៅអ្នកឯងខ្ញុំជួយធ្វើគ្រប់បែបយ៉ាងក្នុងក្រុមគ្រួសារអ្នកឯងខ្មែរយើងអត់បានយកពីឧបេក្ខាហ្នឹងទៅពិចារណាពេលនោះហើយបារាំងបានចាប់អ្នកចេះដឹងរបស់ខ្មែរដោយខ្មែរហ្នឹងក៏ភ្លេចខ្លួនហើយក៏និយាយរឿងរ៉ាវសារបានរបស់អក្សរសាស្ត្រជាតិក៏ដូចជាប្រពៃណីទំនៀមទម្លាប់អីផ្សេងហ្នឹងហើយបារាំងដឹងថាបុគ្គលនេះចេះតាបាទវាក៏យកអ្នកទាំងអស់នោះទៅសម្លាប់នៅកោះតឡាចហ្នឹងហើយដែលគេហៅថាយើងខ្វះការពិចារណាទៅត្រូវក្នុងលោករមែងតែមានឧបាយច្រើនវាបន្លំខ្លួនធ្វើខ្មែរវាបន្លំបរិយាយអំពីសាសនាប្រពៃណីទំនៀមទម្លាប់ជាមួយខ្មែរហើយគឺប្រកខ្មែរដែលចេះដឹងនៅក្នុងសម័យអាណានិគមបារាំងហើយក៏ដូចជាសម័យប៉ុលពតក៏អញ្ចឹងដែរអ្នកខ្លះហ្នឹងព្រះអង្គលោកអត់ចេះអីទេប៉ុន្តែឮសូរថាគេប្រម៉ែប្រមូលទៅហ៊ានចាស់ហ្នឹងមានអន្តរាស័កយ៉ាងណាហ្នឹងអាហ្នឹងហើយដែលយើងឃើញនៅក្នុងសម័យប៉ុលពតគឺត្រូវបានពួកប៉ុលពតយកទៅប្រហារជីវិតនេះហើយដែលយើងខ្វះការពិចារណាក្នុងពាក្យថាឧបេក្ខានេះឯងណាបងប្អូនបាទឥឡូវខ្ញុំបន្តបរិយាយទៅមុខទៀតបាទឧបេក្ខាសម្មាអរហង្គវាឬក៏ឧបេក្ខាសម្មាអរហង្គព្រះភគវីពាក្យនេះមានឥទ្ធិពលខ្លាំងណាស់នៅក្នុងភាសាបាលីរបស់ខ្មែរអាចញ៉ាំងឲ្យបុគ្គលទាំងឡាយក្នុងលោកនោះនៅស្ងៀមបានបាទឥឡូវជំរឿនខ្ញុំអានឲ្យបងប្អូនបើអ្នកណាចង់រៀនគាថានេះបាទគាថានេះខ្ញុំតែងប្រើជាញឹកញយដែរនៅក្នុងឆាកជីវិតរបស់ខ្ញុំពេលមានបញ្ហាម្ដងបាទយើងខ្ញុំអានមួយឲ្យបងប្អូនចាំស្ដាប់ទាំងអស់គ្នាឧបេក្ខាសម្មាអរហង្គភគវីបាទឧបេក្ខាសម្មាអរហង្គវាបាទក្នុងនោះខ្ញុំបានជម្រាបហើយពីវាឬភគវីនឹងដូចគ្នាទេណាបាទអញ្ចឹងយើងអាចប្រើពាក្យឧបេក្ខាហ្នឹងសម្រាប់រៀនសូត្រដូចជាហៅថា
មានសត្រូវរបស់យើងនឹងចង់មកធ្វើអីយើងបាទយើងមិនចង់បាំងការយើងមិនចង់សូត្រថាអ្នកមោអ្នកបាំងបែកអញ្ចឹងយើងសូត្រថាឧបេខាសមៈអរហង្វាពេលនោះសត្រូវទាំងអស់នោះអត់ហ៊ានធ្វើអីយើងរួចក៏បែរជានាំគ្នាមកប្រស្រ័យតាក់ទងល្អជាមួយយើងវិញបាទអញ្ចឹងភាសាបាលីបុរាណហ្នឹងមិនត្រឹមតែឲ្យយើងបំបែកនៅអាកំបាំងរបស់អាក្រក់មកជាល្អខ្មៅមកជាសឬសចេញពីខ្មៅអញ្ចឹងទេមានបាទធ្វើឲ្យបុគ្គលដែលជាសត្រូវនោះប្រែចិត្តហ្នឹងមកជាល្អបានអញ្ចឹងឧបេខាសមៈអរហង្វាឬក៏ឧបេខាសមៈអរហង្ភគវាបាទហើយយើងនឹងបន្តទៅទៀតបាទខ្ញុំចង់រំលឹកទៅកាន់សាសនាប្រកោនិគមនោរបស់យើងវិញស្រីចេញពីបរោះបានយ៉ាងណានោះហើយជាធម៌ពិចារណាការបដុំចេញពីការបំបែកមានន័យដោយប្រវត្តិព្រះអង្គសោមអញ្ចឹងដើម្បីឲ្យយើងទាំងអស់គ្នាបានយល់ពាក្យថាឧបេខាខ្ញុំក៏បានយកឧទាហរណ៍នៃរឿងព្រះបាទអង្គសោមដែលមានប្រាសាទមួយឆ្លាក់នៅក្នុងខេត្តសៀមរាបដល់សប្តាហ៍ថ្ងៃដែលមានឈ្មោះថាព្រះបាទសោមបារាំងសេះចង់បំផ្លាញវប្បធម៌របស់ខ្មែរដែលមានគោលជាច្រើនដែលខ្ញុំបានឃើញដូចជានៅប្រាសាទព្រះបាទសោមសប្តាហ៍ថ្ងៃគេមិនបានថាអញ្ចឹងទេគេថាប្រាសាទតាសោមទៅវិញបាទយើងឃើញហើយបាទទាំង10របស់ខ្មែរនៅក្នុងសម័យបុរាណគឺត្រូវព្រះអង្គណាមួយបានដឹកនាំប្រទេសជាតិរបស់យើងរុងរឿងហើយក៏ជួយនគរយើងឲ្យមានសេចក្តីសុខសន្តិភាពបរោះនោះគេតែងគោរពបូជាបាទបរោះនោះប្រជាពលរដ្ឋខ្មែររួមទាំងព្រះបាទព្រហ្មរាជក៏បានតាំងចិត្តសាងប្រាសាទថ្វាយអំពីប្រវត្តិរបស់ព្រះអង្គដើម្បីទុកឲ្យខ្មែរជំនាន់ក្រោយបានគោរពបូជានិងថែរក្សាប្រយោជន៍នៅអំពើទាំងឡាយដែលព្រះបាទសោមបានរស់កើតមកក្នុងសម័យអតីតកាលនោះហើយជួយអ្វីខ្លះដល់ព្រះមហានគររបស់ខ្មែរបាទព្រះអង្គសោមព្រះអង្គជាបុត្រត្រកូលរបស់ព្រះនាងមេតាបាទព្រះអង្គបានកើតនៅទឹកដីនគរពីសម័យបុរាណហ្នឹងគេហៅទីក្រុងលួងរោងបាទដែលសពថ្ងៃនៅក្នុងប្រទេសថៃសពថ្ងៃព្រះអង្គជាបរោះដែលត្រូវបានបញ្ជូនពីនគរមេតាលីនឹងមករៀនសូត្រនៅប្រាសាទតាព្រហ្មរបស់ខ្មែរនៅក្នុងសម័យកាលដែលព្រះគម្លួងព្រះអង្គបានដឹកនាំព្រះនគរបានតបជាប់រហូតដល់ព្រះគម្លួងបានសោយទីមង្គតទៅបាទព្រះអង្គសោមក៏ត្រូវបានតែងតាំងធ្វើជាព្រះឧបយុរាជរបស់ខ្មែរដែលក្នុងនោះខ្ញុំមិនរំលឹកព្រះអង្គ3ព្រះអង្គទៀតចាំពេលក្រោយយើងនឹងសិក្សាពាក្យបាលីតាក់ទងទៅនឹងព្រះអង្គទាំងអស់នោះគឺខ្ញុំនឹងយករឿងនោះមកបរិយាយបាទព្រះអង្គសោមព្រះអង្គក៏បានជួបការវិបត្តិមួយដែលខ្ញុំបាននិយាយរឿងប្រាប់អ្នកទាំងអស់គ្នានៅប្រទេសឥណ្ឌានោះក្រោយពេលដែលព្រះបាទទសរថបានទៅដឹកនាំនគរឥណ្ឌានៅក្នុងពេលនោះធ្វើឲ្យប្រទេសជាតិរបស់ឥណ្ឌានឹងគ្រោះថ្នាក់កើតភ្លើងសង្គ្រាមរវាងឥណ្ឌានិងឥណ្ឌាដោយប្រកាន់សាសនាគោរពទេវតាហើយនឹងគោរពព្រះអសីទេពនោះផងព្រះទសរថនឹងផងដែរដោយជនជាតិឥណ្ឌានោះបានដាក់ឈ្មោះរបស់ទសរថហ្នឹងថាជាអសុរាបាទអញ្ចឹងយើងឃើញថានៅក្នុងសម័យនោះប្រទេសឥណ្ឌាក៏មើលឃើញថាប្រជាជាតិរបស់ឥណ្ឌាមិនត្រូវធ្វើការរស់នៅក្រោមអាណានិគមរបស់ខ្មែរជាពិសេសដែលមានព្រះបាទទសរថអញ្ចឹងមានព្រះមនីសីមួយព្រះអង្គបរិបូរទៅដោយសិលសាស្ត្រនៅក្នុងសម័យនោះរបស់ឥណ្ឌាក៏បានរកបាយដើម្បីជួយប្រទេសឥណ្ឌាដោយសន្តិហវិធីបាទរឿងនោះហើយដែលខ្ញុំនៅចងចាំដែលលោកគ្រូតាខ្ញុំ
បាននាំខ្ញុំទៅលេងប្រទេសឥណ្ឌាហើយក៏បាននិយាយរឿងនោះប្រាប់ខ្ញុំរហូតចេះចាំដល់សប្តាហ៍ថ្ងៃកាលនោះព្រះមនីសីនោះក៏បានរកឃើញបាយដោយយកទារក់មួយហើយទៅខាត់សង្គ្រាមរវាងជនជាតិឥណ្ឌានិងព្រះបាទទសរថរបស់ខ្មែរនៅក្នុងទឹកដីរបស់ឥណ្ឌាពេលនោះព្រះមនីសីនោះក៏បានខាត់សង្គ្រាមនោះហើយក៏បាននិយាយថាណែអ្នកទាំងសងខាងអ្នកច្បាំងគ្នាសពថ្ងៃគឺដោយសារតែអ្នកចង់ធ្វើស្ដេចប៉ុន្តែការពុតអ្នកទាំងឡាយមិនមែនជាស្ដេចទេស្ដេចរបស់អ្នកឥឡូវកើតហើយគេនៅជាទីរក់ដែលខ្ញុំកំពុងបីនេះផងដែរបាទពេលនោះកងទ័ពទាំងសងខាងដែលត្រូវបានភ្ជាប់ដោយអាណានិគមខុសគ្នាឬក៏មនោគមវិជ្ជាខុសគ្នាហ្នឹងក៏បាននាំគ្នាសោចហើយនិយាយថាណែលោកតាចាស់លោកតាចូលជិះចេញឆ្ងាយទៅទារក់នោះគ្មានសំខាន់អ្វីសម្រាប់ពួកយើងទេពួកយើងច្បាំងគ្នាបើអ្នកណាឈ្នះអ្នកនោះនឹងបានឡើងសោយរាជទៅតាមមនោគមវិជ្ជាដែលយើងជឿរៀងខ្លួនចូលអ្នកថយចេញទៅសង្គ្រាមនោះមិនអាចបញ្ចប់បានទេព្រះមនីសីនោះក៏បាននិយាយថាចូលអ្នកដាក់អាវុធចុះទៅហើយនាំគ្នាយកនេះនៅខាងនោះនៃភ្នំគិរីមេនុនចូលអ្នកឡើងកាន់មកខាងម្នាក់ទៅហើយក៏គួងនៅលើកោះគិរីមេនុននោះនៅក្នុងសមុទ្ររបស់ឥណ្ឌាសពថ្ងៃហើយក៏បានប្រាប់បន្តទៀតចូលអ្នកកោសមុទ្រសិនទៅពេលនោះអ្នកនឹងคลายទៅជាបរិវាររបស់ទារកនោះហើយនឹងបានកើតចេញទៅជាទឹកដោះដើម្បីយកមកបញ្ចុកទារកនោះហើយនឹងត្រូវបានឡើងទៅគ្រងរាជជាព្រះមហាក្សត្ររបស់អ្នកទាំងសងខាងបាទកងទ័ពឥណ្ឌាទាំងអស់ក៏ជឿស្លងនៅក្នុងអបាយនោះហើយក៏នាំគ្នាកោសមុទ្រនោះបាទដោយបកអាសរាកាន់ខាងក្បាលចំណែកបកខាងទេវតាកាន់ខាងកន្ទុយហើយកោសមុទ្រនោះក៏បានកើតទៅជាទឹកដោះនោះហើយជារឿងកោសមុទ្រទឹកដោះដែលខ្ញុំនិយាយដោយសង្ខេបបាទគ្រានោះជនជាតិឥណ្ឌាទាំងសងខាងក៏ទទួលយកទារកនោះធ្វើជាព្រះមហាក្សត្ររបស់ខ្លួនរឿងនោះហើយដែលជាមโนរម្យមួយបានបណ្ដេញស្ដេចទសរថដែលជានិគមរបស់ខ្មែរទៅគ្រប់គ្រងឥណ្ឌានោះឲ្យត្រឡប់មករកចក្រភពកម្ពុជាវិញគ្រានោះហើយដែលព្រះអង្គបានត្រឡប់មកដល់ទឹកដីខ្មែរហើយក៏បង្ខំខ្មែរឲ្យឧបយុរាជទាំង4ព្រះអង្គនោះព្រមដឹកនាំប្រទេសជាតិតាមព្រហ្មញ្ញសាសនាព្រោះដោយព្រះបាទពីរព្រះអង្គរបស់ខ្មែរគឺព្រះកំលួងបានសោយទីបង្គួតហើយប៉ុន្តែព្រះអង្គគ្រប់ព្រះអង្គប្រជាពលរដ្ឋខ្មែរជួនរួមជាតិខ្មែរទាំងអស់ពេលនោះហើយដែលព្រះអង្គសោមក៏បាននិយាយទៅកាន់ស្ដេចទសរថនោះថាអោព្រះអង្គហើយខ្មែរយើងការពិតមិនដែលស្គាល់ពាក្យថាព្រហ្មញ្ញសាសនានោះផងទេព្រះអង្គមិនគួរប្រញាប់ប្រញាល់ហើយក៏បង្ខំចិត្តផ្លាស់ប្ដូរគោលសាសនាដែលខ្មែរមានពីបរមរានហើយបែរមកកាន់ព្រហ្មញ្ញសាសនាយ៉ាងដូចនេះទេឥឡូវបើព្រះអង្គមិនព្រមបញ្ឈប់គំនិតបែបនោះទេខ្ញុំក៏សូមដកខ្លួនចេញពីការងារជាឧបយុរាជរបស់នគរបានចឹងកាលនោះព្រះអង្គសោមក៏បានធ្វើជាគំរូទៅដល់អ្នកដឹកនាំទាំង4នាក់នោះបាទហើយក៏ធ្វើឲ្យអ្នកដឹកនាំទាំង3នាក់ផ្សេងទៀតហ្នឹងមានការគេថាមានអារម្មណ៍មិនងឿងឆ្ងល់ជាពន់ពេកបាទអញ្ចឹងយើងឃើញថានៅពេលដែលព្រះអង្គបានឃើញព្រះបាទទសរថបង្ខំខ្មែរយើងឲ្យព្រមប្រគល់អំណាចទៅឲ្យព្រះអង្គក៏ដូចជាឲ្យមន្ត្រីរាជការទាំងអស់ហ្នឹងព្រមធ្វើការបម្រើព្រះអង្គសោមក៏បានសុំលាលែងចេញអំពីឋានៈជាឧបយុរាជនោះបាទឥឡូវខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនយើងពីសម័យមហានគរឋានៈជាព្រះមហាក្សត្រឋានៈជាឧបយុរាជ
បាទឋានៈជាជ័យវរ្ម័នឋានៈជាអន្តរវរ្ម័នឋានៈទាំងអស់នោះមិនមែនស្រួលទេបាទគឺមិនមែនកើតឡើងដោយស្រួលទេគឺគេខំប្រឹងរៀនសូត្រនៅសាលាសាកលវិទ្យាល័យដែលយើងហៅថាបាព្រំរាជនោះចេះចប់សពទ្រុបហើយស្លាយទៅជាអ្នកប្រាជ្ញរបស់ខ្មែរហើយនៅធ្វើការសាកល្បងផ្នែកវិទ្យាគុណផ្នែកសិលសាស្ត្រហើយទៅបានជាប់ជាមុខមន្ត្រីធំដូច្នោះបានប៉ុន្តែព្រះអង្គខំប្រឹងតស៊ូនៅក្នុងឆាជីវិតរបស់ព្រះអង្គដើម្បីកាន់កាប់មុខងារជាព្រះឧបយុរាជនោះឃើញថាមានការលំបាកខ្លាំងណាស់ប៉ុន្តែដោយឃើញមេដឹកនាំរបស់ខ្មែរដែលជាកូនរបស់ព្រះបាទគូលែនរាជព្រះបាទទសរថនឹងធ្វើដូច្នោះព្រះអង្គអត់មានការតបតហើយក៏ព្រមលាលែងចេញអំពីមុខតំណែងគេនិយាយអំពីព្រះអង្គ3ព្រះអង្គទៀតឃើញដូច្នោះក៏បានពិចារណាខ្លួនឯងថាអាត្មាអញពេលបាសោមព្រះអង្គលោកសម្រាប់ចិត្តធ្វើដូច្នោះយើងក៏មិនគួរធ្វើការជាមួយព្រះអង្គទសរថតទៅទៀតដែរបាទពេលនោះហើយឃើញថាព្រះឧបយុរាជទាំង3ព្រះអង្គទៀតក៏បានលាលែងជប់ពីមុខតំណែងពេលនោះហើយដែលដំណឹងនោះឮទៅដល់ព្រះនាងនាគទេពីដែលបានបន្តរាជពីព្រះកំលួងពេលនោះព្រះអង្គមានសេចក្តីភ័យព្រួយក្រៃលែងហើយក៏បានតែជ្រើសរើសរកអ្នកដែលធ្វើជាឧបយុរាជតំណាងឲ្យអ្នកកាន់សាសនាព្រះពុទ្ធជាបន្តគ្រានោះហើយដែលប្រទេសជាតិទាំងមូលក៏ត្រូវរើសយកបានព្រះបាទចៅសាយដែលយើងបានឃើញប្រាសាទមួយនៅទួលមុខនឹងប្រាសាទព្រះនាងធម្មនន្ទជាភ័ស្តុតាងព្រះបាទចៅសាយនោះគឺជាកូនរបស់ព្រះអង្គសោមផងដែរបាទបន្តមកទៀតទៅយើងឃើញថាព្រះនាងនាគទេពីក៏បានបំពាក់គ្រឿងអេសរៈយួរបាទដែលមានរាជនីកង្កោកទេពនោះទុកធ្វើជាអេសរៈភាពដល់ព្រះបាទចៅសាយអញ្ចឹងហើយបានយើងឃើញនៅក្នុងកោតូចគេបានឆ្លាក់រូបកង្កោកទេពនោះបានត្រូវបរោះដែលគួងនៅលើនោះមានឈ្មោះថាព្រះបាទចៅសាយនេះឯងព្រះបាទចៅសាយព្រះអង្គលោកក៏សម្រេចចិត្តយកជីវិតរបស់ព្រះអង្គដើម្បីបដូរជាមួយនឹងព្រះបាទទសរថហើយបង្កើតកងទ័ពដែលប្រកាន់ព្រះពុទ្ធសាសនានៅគ្រានោះបាទព្រះអង្គសោមក្នុងពេលដែលព្រះអង្គคล้ายទៅជាប្រជាពលរដ្ឋខ្មែរព្រះអង្គព្យាយាមប្រដៅព្រះអង្គចៅសាយនោះជាកូនថាចូលអ្នកកាន់យកអំពើល្អមួយបាទអ្នកកាន់ព្រហ្មញ្ញសាសនាក៏ជាកូនចៅរបស់ខ្មែរហើយអ្នកកាន់ព្រះពុទ្ធសាសនាក៏ជាកូនចៅរបស់ខ្មែរដែរចូលបុតគុំយកអំណាចនៃការសម្លាប់នោះទៅប្រើប្រាស់ជាមួយកងទ័ពដែលប្រកាន់ទាំងសងខាងនោះព្រោះថាសង្គ្រាមកើតឡើងក្នុងលោកនេះមិនអាចរកសន្តិភាពជូនព្រះនគរនោះបានទេបាទពាក្យនឹងហើយដែលពាក់ព័ន្ធទៅនឹងពាក្យឧបេក្ខាបងប្អូនសង្គ្រាមក្នុងលោកមិនអាចរកសន្តិភាពជូនព្រះនគរបានទេបាទសង្គ្រាមក្នុងលោកព្រាឧបមាតំណាងឲ្យភាពអាក្រក់ហើយចំណែកសន្តិភាពព្រាឧបមាដូចជាតំណាងឲ្យភាពល្អបរិសុទ្ធជួនទាំងឡាយយើងមិនអាចយកសង្គ្រាមនោះដើម្បីមកបង្កើតឲ្យមានសន្តិភាពនោះបានទេសង្គ្រាមទាំងឡាយកន្លងមកដូចជាយើងបានឃើញហើយកាលណាយើងទៅពឹងបារាំងសេះដោយក្នុងសម័យអាណានិគមបារាំងសន្តិភាពនោះគឺបានមកគ្រាន់តែពាក្យបរិយាយតែប៉ុណ្ណោះឯងហើយប្រជាពលរដ្ឋខ្មែរនៅក្នុងសម័យអាណានិគមបារាំងត្រូវបានបារាំងសម្លាប់ស្ទើរគ្មានសល់បាទនោះហើយដែលខ្ញុំចង់និយាយថាយើងមិនបានយកពាក្យឧបេក្ខាទៅពិចារណាផងដែរបាទប៉ុន្តែទស្សនៈរបស់ព្រះអង្គសោមជួយឲ្យបុត្ររបស់ព្រះអង្គពេលคล้ายទៅជាស្ដេចទឹកសង្គ្រាមរបស់ខ្មែរ
ពេលនោះព្រះអង្គមានការពិចារណាសពបែបយ៉ាងគ្រប់ជ្រុងជ្រោយទីបំផុតគ្រាន់តែមានការរារាំងដើម្បីកុំឲ្យអំណាចរបស់ព្រហ្មញ្ញសាសនាចូលមកកាន់កាប់ទឹកដីខ្មែរដោយខ្មែរទាំងអស់គ្រប់រូបមិនទាន់មានអ្នកណាយល់ឬក៏អ្នកណាព្រមគោរពឬក៏ព្រមអនុវត្តតាមនោះផងដែរភ្លើងសង្គ្រាមក៏បានកើតឡើងបាទជារៀងដរាបនៅក្នុងគ្រានោះការកាប់សម្លាប់គ្នារវាងខ្មែរនិងខ្មែរដោយប្រកាន់សាសនាពីរនេះហើយដែលជាបញ្ហាដែលយើងគួរដកយកថាតើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យកងទ័ពទាំងសងខាងដែលកំពុងជ្រុលនិយមនោះហើយភ្ញាក់ខ្លួនថាខ្លួនក៏ជាខ្មែរដូចគ្នាទេបាទយើងឃើញហើយនៅក្នុងការប្រវត្តិរបស់ព្រះអង្គបានចូលទៅអង្វរព្រះបាទទូសរតជាច្រើនដងថាព្រះអង្គហើយការពិតខ្មែរយើងសពថ្ងៃមិនទាន់យល់ដឹងជ្រាបទៅដល់បញ្ហាដែលត្រូវការព្រហ្មញ្ញសាសនាឬត្រូវការព្រះពុទ្ធសាសនានោះផងទេហើយព្រះពុទ្ធសាសនារបស់ខ្មែរវាជ្រាបចូលទៅក្នុងសទ្របឈាមឆ្អឹងនិងគំនិតបញ្ញាតាំងពីយូរលួងណាស់តាំងពីការកកើតទឹកដីរបស់ខ្មែរផងដែរប៉ុន្តែព្រះបាទទូសរតទោះជាយ៉ាងណាក៏ទុកការប្រឹក្សានោះបាទជារឿងឧបាយដើម្បីខ្លួនការកាត់ទឹកដីរបស់ខ្មែរដោយកម្មវិធីព្រហ្មញ្ញសាសនានឹងផងដែរបាទបន្ទាប់មកទៀតព្រះអង្គសោមក៏បានចូលទៅស្គាល់ព្រះនាងនាទី2ដើម្បីនិយាយប្រាប់ព្រះនាងអំពីសង្គ្រាមទាំងឡាយដែលបានកើតគឺដោយសារតែមនោគមវិជ្ជាសាសនាមិនមែនដោយសារជាតិសាសន៍របស់យើងត្រូវបែកបាក់គ្នានោះទេបាទហ្នឹងការពិចារណាថាជាតិសាសន៍របស់យើងมันអាចបែកគ្នាឬក៏ត្រូវបែកគ្នាគ្រាន់តែមនោគមវិជ្ជាសាសនាគ្រាន់តែនយោបាយសេរីពហុបកឬក៏ប្រជាធិបតេយ្យឬក៏កុម្មុយនីឬក៏បកផ្សេងអីចឹងបាទធរនឹងហើយដែលខ្ញុំចង់និយាយប្រាប់កូនចៅខ្មែរទាំងអស់គ្រប់រូបចូលអ្នកដែលកំពុងធ្វើទាំងអស់គ្នាមានការពិចារណាថាតើការដែលយើងនាំគ្នាធ្វើហើយសម្រេចចិត្តយកកំភ្លើងយកគ្រាប់របស់បរទេសដែលកំពុងផលិតមកសម្លាប់ជាតិខ្លួនឯងឬសម្លាប់ប្រទេសជាតិខ្លួនឯងនោះតើនឹងមានប្រយោជន៍អ្វីទៅបាទគ្រាប់កំភ្លើងទាំងអស់នោះជាវត្ថុមានវិញ្ញាណទេប៉ុន្តែវាអាចបំផ្លាញពូជសាសន៍និងប្រទេសជាតិបាទរបស់យើងខ្លួនឯងសង្គ្រាមមិនដែលរកឃើញនៅសន្តិភាពគ្រប់ពេលវេលាហើយខ្មែរបានជួបជាច្រើនរយលើកទៅហើយឃើញថាសង្គ្រាមនោះមិនបានរកសន្តិភាពជូនខ្មែរផងទេបាទអញ្ចឹងការដែលទៅសម្លាប់គ្នាការដែលទៅចាប់ចងធ្វើបាបទរណកម្មផ្សេងតើមានប្រយោជន៍អ្វីទៅបាទចូលអ្នកដឹកនាំទាំងអស់ពិចារណាដោយខ្ញុំថាយើងគួរពិចារណាថាហេតុទាំងឡាយដែលកើតមានក្នុងទាំងអស់នោះវាចេញពីអ្វីហើយយើងត្រូវនាំគ្នាយកបញ្ហាដែលបង្កើតឲ្យមានបញ្ហានោះនោះហើយដែលខ្ញុំចង់និយាយថាល្អចេញពីអាក្រក់តចេញពីខ្មៅបាទយើងយកមកហើយយើងដោះស្រាយគ្នាទៅព្រោះថាបើអ្នកទាំងអស់នោះចេះនិយាយភាសាខ្មែរហើយបានអ្នកទាំងអស់នោះមានប្រពៃណីទំនៀមទម្លាប់ខ្មែរហើយអ្នកទាំងអស់នោះមានវប្បធម៌មានសិលធម៌មានដំបូលផ្ទះជាខ្មែរអស់ហើយឧទាហរណ៍ថាយើងគួរគិតថាយើងរស់នៅលើទឹកដីយើងរស់នៅលើមាតុភូមិរបស់ខ្មែរដូចគ្នាយើងគួរតែនាំគ្នាប្រឹក្សាគ្នាសាមគ្គីគ្នាដើម្បីស្វែងរកសន្តិភាពមួយបាននោះហើយដែលភាសាឧបេក្ខាហើយក៏ដូចជាភាសារបស់ព្រះបាទសោមបានរក្សាទុកដល់សពថ្ងៃចូលអ្នកទាំងអស់គ្នាទៅមើលរូបចម្លាក់មួយដែល
ព្រះអង្គបានឆ្លាក់ទុកនៅប្រាសាទបាសោមជាភ័ស្តុតាងគេបាននិយាយអំពីជើងម្ខាងមានឆ្លាក់រូបជាបរិសុទ្ធហើយជើងម្ខាងទៀតមានឆ្លាក់រូបជាស្ត្រីតើបងប្អូនដឹងទេថាអ្នកដែលថ្វាយគុំព្រះអង្គម្ខាងស្រីម្នាក់ម្ខាងប្រុសម្នាក់នោះមានអត្ថន័យយ៉ាងណាបាននោះហើយព្រះអង្គចង់និយាយប្រាប់យើងថានៅក្នុងលោកមនុស្សមានតែពីរពួកទេគឺពួកបរិសុទ្ធហើយនិងពួកស្ត្រីបានហើយសន្តិភាពនៅលើលោកនេះគឺកើតឡើងដោយមโนសញ្ចេតនាដែលខ្មែរយើងហៅថាព្រះមង្គលជ័យនោះព្រោះថាបរិសុទ្ធក្នុងលោកនោះកាលណាដែលមានព្រះមង្គលជ័យក្នុងខ្លួនហើយស្ត្រីក្នុងលោកនោះកាលណាបើមានព្រះមង្គលជ័យក្នុងលោកហើយព្រះអង្គលោកបានសម្ដែងថាយើងនឹងបានកើតនៅសេរីមង្គលជ័យមង្គលនោះមិនខានបាទឥឡូវខ្មែរយើងត្រូវនាំគ្នារៀនពិចារណាដោយខ្ញុំបាទហើយនឹងយកព្រះអង្គសោមនោះមកពិចារណាបាទទើបយើងដឹងអត្ថន័យនៃប្រវត្តិរបស់ខ្មែរដែលព្រះអង្គសោមបានជួយខ្មែរព្រះអង្គបានបកសក្តីអំពីគោលសាសនារបស់ខ្មែរដោយមាននៅសោពាក្យថាបិសោដល់សពថ្ងៃបាទឥឡូវចាំមើលខ្ញុំបកស្រាយពាក្យសោមនោះយើងនឹងបានឃើញពាក្យបិសោនោះមិនខានបាទសោមនោះយើងស្មើនឹងសោបូកមាក់ឃើញទេសោនោះស្មើនឹងអីសោនោះគឺស្មើនឹងសោបិឬបិសោនេះឯងបាទសោបិបានទៅដល់ព្រលឹងវិញ្ញាណដែលប្រកាន់ព្រះពុទ្ធសាសនាហើយអសោនោះដែលគេបានយកនិញ្ញតកម្មបដិនោះបដិសេធនោះយកទៅដាក់ខាងក្រោយសោនឹងទៅយើងក៏ហៅថាអសោបាទអញ្ចឹងបិសោផ្ទុយនឹងអសោគេនេះយកឈ្មោះព្រះអង្គសោមហ្នឹងយកមកប្រើធ្វើជាគោលអក្សរសាស្ត្រដើម្បីឲ្យខ្មែរទាំងអស់គ្នាបានយល់ថាតើសន្តិភាពឬក៏ផ្លូវវិញ្ញាណអសោហើយនឹងបិសោនោះអាចរស់នៅជាមួយគ្នាបានដោយប្រការយ៉ាងណាខ្លះបាទដល់ក្នុងរាជការព្រះបាទទូសរតបានត្រឡប់មកពីឥណ្ឌានៅក្នុងរាជការរបស់ព្រះនាងនាគទេពីនោះគឺអសោនឹងអត់ព្រមចូលរួមជាមួយបិសោគឺនៅតែមិនព្រមធ្វើម៉េចក៏នៅតែមិនព្រមចឹងចម្បាំងរាំងជួលនឹងក៏បានបន្តទៅទៀតហើយទីបំផុតនឹងព្រះអង្គក៏ចូលរួមជាមួយព្រះនាងនាគទី2ដើម្បីរកឧបាយផ្សេងតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យមានសន្តិភាពអញ្ចឹងហើយបើយើងចង់ដឹងការពិតតើតួអង្គបាសោមនោះមាននៅក្នុងកន្លែងណាដូចជានៅប្រាសាទបាសោមដូចជានៅក្នុងកោតូចកន្លែងដែលព្រះនាងលោកបានជួបជុំមុខមន្ត្រីគេបានឃើញមានព្រះមនីសីពុកមាត់វែងនឹងចំនួន10នាក់ប៉ុន្តែមានមួយព្រះអង្គនោះគេឆ្លាក់នៅដាច់ដោយឡែកពីគេឯងនៅក្នុងចំណោមនោះហើយព្រះអង្គនោះហើយដែលខ្មែរយើងឆ្លាក់ថ្វាយថាជាព្រលឹងវិញ្ញាណរបស់ព្រះអង្គសោមចូលរួមធ្វើជាធិបតីដើម្បីស្វែងរកឧបាយដើម្បីជួយរំលត់លើសង្គ្រាមរវាងខ្មែរនិងខ្មែរក្នុងសម័យនោះបានចឹងយើងឃើញថាព្រះអង្គសោមនោះស៊ូគ្រប់បែបយ៉ាងតាំងពីឋានៈព្រះអង្គជាឧបយុរាជរហូតទៅជាព្រះមនីសីធម្មតាឬក៏ប្រជាពលរដ្ឋធម្មតាឬក៏គ្រូបាអាចារ្យធម្មតាហើយនៅព្យាយាមជួយខ្មែររហូតដល់តែព្រះនាងនាគទី2នឹងរកឃើញឧបាយដែលនាំស្ត្រីខ្មែរទាំងអស់ទៅរៀបមង្គលការជាមួយនឹងបរិសុទ្ធខ្មែរទាំងអស់ដែលកំពុងច្បាំងគ្នានោះឯងបានអញ្ចឹងប្រទីបនេះខ្ញុំសូមឧទ្ទិសថ្វាយទៅដល់ខ្មែរគ្រប់រូបឲ្យមានឆន្ទៈដោយព្រះអង្គសោមហើយបែងចែកបាទអំពីសត្រូវនឹងមិត្តបែងចែកអំពីល្អនិងអាក្រក់ហើយយល់អធិស្ឋានគ្នាហើយជៀសវាងគំនុំគ្នាបណ្ដាភ្លើងសង្គ្រាមនោះឲ្យឆេះឡើងរវាងខ្មែរនិងខ្មែរហើយយើងរួងចាំ
បាទពេលវេលាដែលខ្មែរយើងនាំគ្នារស់រៀនមានសេរីភាពមានលក្ខណៈសម្បត្តិជាជាតិសាសន៍មួយដ៏រុងរឿងទើបយើងអាចដោះស្រាយបញ្ហារវាងសត្រូវបរទេសទាំងអស់នោះបានបើអស់លោកទាំងអស់គ្នាមិនមានការពិចារណាទេហើយចេះតែបណ្ដោយខ្លួនយើងទាំងអស់គ្នាឲ្យដើរទៅក្នុងគន្លងអាណានិគមបារាំងអាណានិគមរបស់យួនរបស់សៀមបាទមិនយូរមិនឆាប់ប្រទេសជាតិរបស់ខ្មែរយើងបានបាត់បង់មិនខានទេបាទនេះគ្រាន់តែខ្ញុំចង់ជម្រាបជូនអត្ថន័យដោយព្រះអង្គសោមជួយប្រាប់ព្រះនាងនាគទីពីរតែតំណោផងទេបាទចឹងមានសំណួរអីបងបារធីបាទលោកចៅកាំងចុះសម្រាប់ពាក្យឧបោសុទ្ធសិលវិញមានន័យយ៉ាងដូចម្ដេចដែរបាទឧបោសុទ្ធសិលចាំមើលខ្ញុំសរសេរឲ្យណាឧបោយើងសរសេរឧបោសុបៈសិលបាទឧបោសុបៈសិលឬមួយក៏យើងសរសេរថាឧបោសុបៈសិលក៏បានឧបោបាទសពហ្នឹងប្រែថាគ្រប់សពហើយសិលបាទឧបោសុបៈសិលនេះប្រែថាឧហ្នឹងមានន័យថាប្រែថាឪពុកបោសក់នោះមកពីពាក្យបាសិកាបោសក់នោះណាបាសិកាប្រែមកថាស្រីហើយបានបខាងមុខហ្នឹងប្រែមកថាចចឹងជាអំពើដែលយើងកំពុងប្រព្រឹត្តសូត្រធម៌គឺសិលខាងមុខនោះឯងសីលៈចឹងពាក្យនេះចង់និយាយប្រាប់យើងថាខាងបរោះបាទជាមួយនឹងខាងស្ត្រីដែលកាន់សាសនាហ្នឹងក៏បាននាំគ្នាសូត្រធម៌នៅក្នុងកន្លែងណាមួយនៅក្នុងថ្ងៃទីហោថាគេកំណត់ក្នុងអាទិត្យនឹងមាន4ដងដែលយើងហៅថាថ្ងៃសិលអញ្ចឹងកាលណាគេនាំគ្នាទៅសូត្រធម៌ជុំគ្នានៅត្រង់កន្លែងណាមួយពិធីនោះហើយដែលគេបានសូត្រធម៌នៅក្នុងថ្ងៃសិលនោះគេហៅឧបោសុបៈសិលប៉ុន្តែសពថ្ងៃប្រហែលជាគេសរសេរថាឧបោសពសិលឧបោសពសិលហ្នឹងនិយាយទៅពិបាកប្រែត្រង់ថាសពហ្នឹងមានន័យថាមិនបញ្ជាក់អំពីការដែលយើងបានចូលទៅសូត្រធម៌នោះផងទេព្រោះបបានប្រែមកថាការដែលយើងបានទៅសូត្រធម៌អញ្ចឹងអស់លោកណាយកធម៌ឧបោសុបសិលនេះទៅប្រើក៏បានហើយឧបោសពសិលដែលគេទៅសេសពថ្ងៃនោះក៏បានផងដែរប៉ុន្តែគ្រាន់ថាយើងយល់ហើយយើងដឹងហើយប៉ុន្តែបើសិនជាយើងចង់ប្រែសពនោះមានន័យថាយើងពិបាកនឹងយល់ដែរប៉ុន្តែបោនឹងវាច្រើនគេសំដៅទៅលើស្ត្រីហើយបាទបោសុហ្នឹងឬក៏បោសិកាឬបាសិកាណាបោសិកាណាបោហ្នឹងមានន័យថាបញ្ជាក់ថាជាស្រីមិនមែនបរោះទេដល់បានោះបានថាជាបរោះចឹងបានគេអ្នកខ្លះឧបាសពសិលខុសក៏សរសេរឧបោអញ្ចឹងពីដើមគេមានសរសេរឧបោសុហ្នឹងប្រែមកថាសិកាក៏បានសិកាហ្នឹងប្រែថាស្ត្រីបាទចឹងបើបងប្អូនយល់ហើយយើងប៉ុណ្ណឹងចុះយើងមានសំណួរអីតទៀតបាទបាទលោកចៅគៀងចុះពាក្យថាថ្ងៃសិលវិញចង់និយាយថាម៉េចថ្ងៃសិលហ្នឹងលោកចៅគៀងថ្ងៃសិលហ្នឹងមានន័យថាគេកំណត់ដូចជាថ្ងៃពេញបោថ្ងៃខែដាច់ថ្ងៃ8កើតថ្ងៃ8រោចថ្ងៃ4ហ្នឹងយើងហៅថាថ្ងៃសិលបាទគេកំណត់ទេហ្នឹងណាព្រះលោកកំណត់អញ្ចឹងមិនមែនថាហេតុអីបានយើងយកថ្ងៃហ្នឹងអានោះមានរឿងផ្សេងមួយទៀតហេតុអីបានជាថ្ងៃពេញបោត្រូវយើងអស់គ្នាទុកថាជាថ្ងៃសំខាន់សម្រាប់អ្នកកាន់ពុទ្ធសាសនាគោរពបូជាក៏ដូចជាថ្វាយអង្គមព្រះព្រោះថ្ងៃពេញបោនោះហើយដែលគេកំណត់យកថ្ងៃ15កើតខែកដិកជាថ្ងៃសំខាន់ជាងគេនៅក្នុងចំណោមខែទាំង12គឺព្រះកោនីគមនោពោធិសត្វព្រះអង្គបានសោយទីបង្គួតហើយព្រះសពរបស់ព្រះអង្គនោះឃើញសពទេបាទសពដែរប៉ុន្តែសពនោះអត់មានជើងវល់ទេក៏បានដែរចូលទៅក្នុងព្រះច័ន្ទ
ហើយសពថ្ងៃយើងបានឃើញដើមពោពេលណាប្រច័ននឹងត្រង់បងប្អូនបើប្រច័ននឹងនៅទៅនឹងរះយើងមើលឃើញដើមពោនឹងបាសឡើងលើជើគួលពោឡើងលើចុងពោចុះក្រោមប៉ុន្តែគេមិនឲ្យយើងមើលពេលទៅរះហ្នឹងទេចឹងបងប្អូនខ្មែរយើងត្រូវចាំថាពិធីបុណ្យអំបុកសំពះព្រះខែនោះគេរហូតដល់ព្រះខែនឹងត្រង់តែយើងអត់នាំគ្នាផ្ទះណាគេនាំមានថាទុនតាអញ្ចឹងទៅមិនទុនតាទេដល់យើងថ្ងៃព្រះខែនឹងត្រង់កដាត្រៀនហ្នឹងយើងឃើញដើមពោហើយបាទពេលហ្នឹងបានគេឲ្យយើងសំពះបាទនេះចង់និយាយថាសង្ខារធម៌វិលកើតវិលស្លាប់ដូចជាដើមពោរលួតហើយក៏បានកើតឡើងវិញនេះគ្រាន់ជាប្រស្នានៅក្នុងព្រះខែទៅត្រឹមត្រូវអញ្ចឹងសពនឹងបានដើរចូលទៅក្នុងព្រះខែយើងក៏កំណត់យកថ្ងៃពេញបរមីទាំងពួងនោះថាជាថ្ងៃដែលយើងគួរគោរពបូជាព្រោះបានទៅដល់ដួងព្រលឹងវិញ្ញាណក្ខន្ធរបស់ព្រះកោនីគុំនោពោធិសត្វជាព្រះរបស់ខ្មែរនោះផងដែរបាទអញ្ចឹងមានប៉ុណ្ណឹងហើយបើមានចង្អល់អីសួរអញ្ជើញសួរបាទអញ្ចឹងសម្រាប់ថ្ងៃសិល8រោច8កើតវិញអាហ្នឹងគេសំដៅទៅលើរឿងអីវិញដែរលោកចៅបាទហ្នឹងគេជាការព្យាយាមរបស់អ្នកបួសក៏ដូចជាអ្នកកាន់ពុទ្ធសាសនាហ្នឹងដើម្បីកុំឲ្យពួកគេភ្លេចភ្លាំងអំពីធម៌អាដែលបានទទួលពីព្រះកោនីគុំនោពោធិសត្វដោយរឿងព្រះអង្គថោមអញ្ចឹងអត់មានពីណាដឹងថាតើហេតុអ្វីបានជាព្រះអង្គត្រូវបានគេសាងប្រាសាទថ្វាយការពិតមកពីព្រះអង្គមិនព្រមចូលរួមខាងណាទាំងអស់ខាងកូនរបស់ព្រះអង្គក៏មិនព្រមហើយខាងអីស្អីទូតរដ្ឋហ្នឹងក៏អត់ព្រមដែរហើយគាត់ក៏ទៅប្រឹក្សាជាមួយព្រះមហាក្សត្រខ្មែរជាព្រះនាងនាទី2ហ្នឹងដើម្បីស្វែងរកសន្តិភាពមួយជូនប្រជាពលរដ្ឋខ្មែរចំណុចនោះហើយដែលខ្មែរយើងត្រូវដើម្បីឲ្យចងចាំនៅបាលីបាគូឬក៏ទំនៀមទម្លាប់ប្រពៃណីរបស់ព្រះកោនីគុំនោពោធិសត្វហ្នឹងគេកំណត់យក4ថ្ងៃក្នុងមួយខែដើម្បីឲ្យកូនចៅខ្មែរហ្នឹងនាំគ្នាទៅសូត្រធម៌សូត្រអាយអញ្ចឹងទៅនៅតាមវត្តអារាមហ្នឹងបាទប៉ុន្តែលោកចៅកៀងបានលើកឡើងថា4ថ្ងៃក្នុងមួយខែប៉ុន្តែយើងឃើញថាបច្ចុប្បន្ននៅវត្តសាមណគោតមហ្នឹងលោកមានថ្ងៃសិល8កើត8រោចមកកោថ្ងៃកោថ្ងៃពេញបោយគេទៅវត្តទៅអីអញ្ចឹងដែរហ្នឹងលោកចៅកៀងនោះគឺជាបាទរឿងហ្នឹងវាមានពាក់ព័ន្ធអញ្ចឹងហើយបានខ្ញុំនិយាយថាចំណុចកន្លែងហ្នឹងគឺខ្មែរយើងបានកាន់1000ឆ្នាំមុនព្រះសាមណគោតមហ្នឹងទៅហើយកន្លែងហ្នឹងហើយដែលខ្ញុំចង់និយាយលើកមុនខ្ញុំថាតើតែយើងបានស្គាល់បោសពសលហ្នឹងបានយើងដឹងថាព្រះសាមណគោតមហ្នឹងព្រះអង្គលោកបានបញ្ញត្តិធម៌ហ្នឹងទៅតាមព្រះកោនីគុំនោហ្នឹងជាច្រើនដូចជាការចូលធ្វើបរិវាសនៅថ្ងៃពេញបោបាទដោយសង្ឃគេហៅសង្ឃាលានាហ្នឹងសង្ឃទាំងអស់ហ្នឹងតែនាំគ្នាសូត្រធម៌ថ្ងៃសិលថ្ងៃខែដាច់ថ្ងៃ8កើតថ្ងៃពេញបោថ្ងៃ8រោចណាបាទអញ្ចឹងដូចព្រះកោនីគុំនោដែរឥឡូវអ្នកណាចម្លងអ្នកណាមិនបបកោនីគុំនោព្រះអង្គលោកកើតមុនយល់នៅបកោនីគុំនោលោកកើតមុនលោកអ្នកបំពោះសាមណគោតមអញ្ចឹងពិធីហ្នឹងអ្នកណាចម្លងគឺសាមណគោតមនឹងឯងគាត់ចម្លងបកោពីបកោនីគុំនោទៅហ្នឹងណាបាទអញ្ចឹងសាសនារបស់ឥណ្ឌាហ្នឹងអញ្ចឹងហើយបានជនជាតិឥណ្ឌាភាគច្រើនមិនទៅកាន់សាសនាព្រះពុទ្ធសាមណគោតមទេព្រោះគេយល់ថាសាសនានោះបានចម្លងពីព្រះមហានគរខ្មែរមកតែខ្មែរដែររងថ្ងៃងងថាសាមណគោតមនឹងមានព្រះតែមួយអង្គឯងបាទព្រះនៅក្នុងលោកហ្នឹងមិនមែនដូចយើងគិតចឹងទេមាន5ព្រះអង្គហើយក្នុងផតកាប់ហ្នឹងនៅសល់តែ500ឆ្នាំទៀតផតកាប់កំណត់ដោយព្រះពលបាព្រំ5000ព្រះវសានោះនឹងបានមកដល់អញ្ចឹងនៅពេលខ្លីណាបងប្អូនទាំងអស់គ្នាខំពិចារណាមិនមែននៅរាប់ម៉ឺនរាប់
សានឆ្នាំឯណាទេនៅតែ500ឆ្នាំទៀតបាច់ធម៌តការបស់ព្រះហើយព្រះទាំង5ព្រះអង្គហ្នឹងបើអង្គណាមួយហើយដឹកនាំប្រទេសជាតិទៅដឹកនាំភពផែនដីទាំងមូលនឹងហើយទៅក៏មិនឃើញរីចម្រើនមិនឃើញកិច្ចផុតអំពីការកាប់សម្លាប់មិនឃើញកិច្ចផុតអំពីការគេប្រវាញ់ឈ្នានីសជីជាន់គ្នាអញ្ចឹងព្រះពុទ្ធសាសនាត្រូវបានគេឆ្លាស់ចេញហើយក៏ត្រូវបានបញ្ចូលសាសនាអ្វីមួយនៅក្នុងឋានដោសិតហ្នឹងដើម្បីមកដឹកនាំប្រទេសក្នុងភពផែនដីហ្នឹងសាជាថ្មីនេះបើយើងនិយាយអំពីលក្ខណៈសម្បត្តិរបស់ព្រហ្មលោកដែលបានកត់ត្រាទុកនៅក្នុងសភៅដែលលោកតាខ្ញុំបាននិយាយប្រាប់ខ្ញុំអញ្ចឹងនៅសល់500ទៀតទេណាបងប្អូនហើយមិនមានត្រូវពិចារណាថាអីព្រះពុទ្ធគោតមនឹងជាម្ចាស់សាសនាព្រះពុទ្ធឬក៏បកោនីគុំណូជាម្ចាស់សាសនាព្រះពុទ្ធទេគ្រាន់តែថាខ្មែរយើងមានព្រះពុទ្ធសាសនាបកោនីគុំណូនឹងជារបស់ខ្លួនជាមួយនឹងព្រះត្រៃរអាមេត្រីនោះបាទចំណែកព្រះកៅសបៈព្រះអង្គជានាមមនុស្សហើយសាសនានោះបានដើរតំណែងបែកទៅជាព្រះយេស៊ូវបែកទៅជាសាសនាមហាម៉ាត់អ៊ីស្លាមអីហ្នឹងក៏នៅក្នុងព្រះកៅសបៈទាំងអស់អញ្ចឹងសាសនានោះគេកំពុងដើរតួពេញពិភពលោកហើយចំណែកខ្មែរក៏គ្រាន់តែយើងចង់ថែរក្សាប្រពៃណីទំនៀមទម្លាប់ហើយនឹងសាសនារបស់យើងដើម្បីកុំឲ្យបាត់ឈ្មោះថាខ្មែរនោះនឹងហើយដែលជាមនោសញ្ចេតនាអារម្មណ៍របស់ខ្ញុំមានកាន់ទៅបងប្អូនខ្មែរទាំងអស់ដើម្បីឲ្យយល់ថាយើងជាខ្មែរយើងមានប្រទេសមាន4នគរបាននគរមេតឡៃ1នគរមុតតា1នគរមុទិតានឹង1ហើយនឹងនគរឧបេខារដ្ឋទាំង4នោះយើងបានដាក់ឈ្មោះរួមហៅថាចក្រភពកម្ពុជាមានសាសនា2ដែលជារបស់ខ្លួនគឺសាសនាព្រះកោនីគុំណូនិងសាសនាព្រះសិរិអាមេត្រីហើយបាននាំសាសនាព្រះសាមណគោតមនឹងបានចូលមកកាន់ទឹកដីរបស់ខ្លួនដើម្បីសម្របទៅនឹងបរទេសដែលមកជីជាន់ខ្មែរនៅក្នុងរវាងសតវត្សទី16ដោយចេញពីនគរមេតឡៃមកកាន់នគរឧបេខាបាទនេះក្បួនណាខ្ញុំនិយាយចេញជាក្បួនឲ្យស្ដាប់ហ្មងបាទអញ្ចឹងខ្មែរយើងសប្តាហ៍ថ្ងៃសាសនារបស់ខ្លួនមានអ្នកដឹងតិចណាស់ដែលជាកូនខ្មែរហើយចឹងហើយបានយើងសម្រេចត្រូវលើសាសនារបស់ខ្មែរហើយឲ្យកូនខ្មែរបានស្គាល់ថាខ្លួនជានរណាបានមានម្ដាយជាញាតិមនុស្សចំនួន500បានបង្កើតពលរដ្ឋខ្មែរកើតជាខ្មែរមកដល់សពថ្ងៃហើយជនជាតិខ្មែរសពថ្ងៃមានទៅប្រទេសថៃចំនួន30លាននាក់នៅប្រទេសលាវប្រហែលជា10លាននាក់នៅនៅប្រទេសយួនសពថ្ងៃប្រហែលជា20លាននាក់ហើយនៅនគរកណ្ដាលមានប្រហែលជា10លាននាក់ចាយើងឃើញថាខ្មែរយើងនៅសល់ប្រជាពលរដ្ឋច្រើនប៉ុន្តែយើងទាំងអស់គ្នាសពថ្ងៃមិនទាន់មានការរួបរวมបាទហើយក៏មិនទាន់មានការពិចារណាពីឧបេខានេះផងដែរបាទអញ្ចឹងហើយខ្ញុំគ្រាន់តែចង់ឲ្យខ្មែរប្រហែល80លានឬ70លានអ្នកដែលរស់នៅសពថ្ងៃបានស្គាល់ប្រវត្តិរបស់ខ្លួនឯងនិងសាសនារបស់ខ្លួនឯងហើយប្រាប់ទៅបរទេសថាខ្មែរជាជនជាតិឬក៏សាសមួយដែលបរិបូរណ៍ដោយសិលធម៌វប្បធម៌និងប្រពៃណីជាច្រើនល្អឯកប៉ុន្តែมันគួររងទុក្ខទោសដោយសារបរទេសជាសត្រូវចូលមកឈ្លានពានបំផ្លិចបំផ្លាញនោះផងទេបាទហើយនៅក្នុងទឹកដីរបស់ខ្មែរទាំង4បរិបូរណ៍ទៅដោយធនជាតិបរិបូរណ៍ទៅដោយមច្ឆាជាតិបរិបូរណ៍ទៅដោយសត្វនិងដីធ្លីដ៏មានជីជាតិសម្បូរអាហារហូបចុកគ្រប់បែបយ៉ាងប៉ុន្តែបរទេសទាំងអស់ចូលអ្នកញាក់ខ្លួនឡើងអ្នកមិនត្រូវបំផ្លាញម្ចាស់ទឹកដីហើយនឹងទឹកដីរបស់ខ្មែរព្រោះកាលណាអ្នកធ្វើដូច្នោះអ្នកនឹងខ្លាយទៅជាជួនរមិលគុណបាទគេហៅថាជាសត្វដេរឆានមិនខានឡើយបាទប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនេតិស្វែងយល់ពីភាសាបាលីខ្មែរបានឈានមកដល់ទីចុងបញ្ចប់ហើយខ្ញុំសូមថ្លែងអំណរគុណដល់ការតាមដានស្ដាប់របស់ប្រិយមិត្តហើយក៏សូមថ្លែងអំណរគុណផងដែរទៅដល់វិក្កាមរបស់យើងប្រចាំសប្ដាហ៍គឺលោកចៃគាំង
បាទសូមអរគុណសូមជម្រាបលាលោកចៅកាំងបាទបាទសូមអរគុណហើយខ្ញុំក៏សូមសម្ដែងនៅសេចក្តីរីករាយហើយក្នុងថ្ងៃនេះប្រហែលជាមានពាក្យលើសលួសខ្លះព្រោះដល់ថាខ្ញុំមិនបានមានសភៅមើលទេខ្ញុំទេសនេះទៅតាមការដែលខ្ញុំសំណួរសួរមកខ្ញុំអញ្ចឹងបើសិនជាមានពាក្យខ្លះលើសលួសឬក៏គិតថាមិនត្រឹមត្រូវសូមអ្នកទាំងអស់ដែលជាអ្នកសម្ដាប់ក៏ដូចជាប្រជាពលរដ្ឋខ្មែរបោះចោលទៅហើយពាក្យណាដែលយើងគួរយកមកដាក់ក្នុងខ្លួនយើងក៏នាំគ្នាយកមកបាទហើយសិក្សារៀនសូត្រជាមួយគ្នាបន្តទៅទៀតហើយខ្ញុំសង្ឃឹមថានឹងរួងចាំការសួរក៏រួងចាំទទួលការរិះគន់ខាបណាជាមួយបងប្អូនផងដែរបាទហើយខ្ញុំក៏អរគុណសូមជូនពរសូមឲ្យបងប្អូនខ្មែរទាំងអស់បានសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាហើយសូមឲ្យរូបភាពជាតិទីទាំងឡាយដែលមាននៅក្នុងលោកបរវាជាឆ្ងាយទៅហើយរស់នៅប្រកបដោយសេចក្តីសុខសាន្តត្រានតរៀងទៅបាទសូមអរគុណសូមជម្រាបលា